សម្ដេចតេជោអំពីវិនិយោគឲ្យជួយទិញស្រូវថ្មីធ្វើអំបុកឬទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពនិងជនភេសជ្ជៈសម្ដេចតេជោហ៊ុនសែនបានអំពីវិនិយោគឲ្យសប្បុរសជនជួយទិញស្រូវថ្មីកំពុងច្រូតកាត់ធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភេសជ្ជៈក្រោយសំណុំពរពីយុតិជនម្នាក់ពីសមរភូមិតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃពុធទី10ធ្នូនេះសម្ដេចតេជោហ៊ុនសែនបានចេញសារផ្ដាំផ្ញើការសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននឹងកំពុងចូលជើងការពារទឹកដីដ៏អង្អែលក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយចោរឈ្លានពានទឹកដីសម្ដេចក៏សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភេសជ្ជៈទាំងអស់ដែលភៀសខ្លួនដោយសារចោរឈ្លានពានសម្ដេចក៏សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភេសជ្ជៈសម្ដេចតេជោមានប្រសាសន៍ថាសម្ដេចបានឃើញសំណុំពរពីយុតិជនម្នាក់ពីសមរភូមិថាសូមឲ្យជួយជាអំបុកល្អជាងជួយជាមីតែសម្ដេចយល់ថាការផ្ដល់ជាមីនៅតែជាបន្តជាមួយនឹងការផ្ដល់អំបុកបន្ថែមសម្ដេចតេជោបន្តឡើងថាស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភេសជ្ជៈសម្រាប់ការវេចខ្ចប់គួរធ្វើមួយកញ្ចប់1គីឡូឬ2គីឡូសម្រាប់យុតិជនម្នាក់ៗយកតាមខ្លួនប្រសិនដាក់ជាបាយឬការុងលំបាកដល់ការចែកចាយនិងខ្សែត្រៀមជួរមុខសម្ដេចតេជោមានប្រសាសន៍បន្ថែមថាទទួលទានអំបុកស្រូវថ្មីវាស្ត្រីឈ្លានពាន